ចាជំនួយសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីចាខ្សែបាតដៃមួយដែលអាចថាម្ចាស់បាតដៃធ្វើការមន្ត្រីរាជការចាក៏ល្អហើយរកស៊ីក៏ល្អដូចគ្នាដែរណាចាព្រោះមានបុណ្យចាស់មកជួយជំនួយច្រើនចាឥឡូវយើងមើលលើខ្សែជីវិតរបស់គាត់ចារួចហើយខ្សែខួរក្បាលចាចុងក្រោយទៀតខ្សែបេះដូងខ្សែចាគម្លាតនៃគោលទាំង3គេហៅថាចាខ្សែនៃជោគជតាទាំង3នេះវាចាឃ្លៀតគ្នាស្អាតបែបនេះចាឃ្លៀតគ្នាបែបនេះគឺមានន័យថាមនុស្សដែលមានចិត្តនឹងណមនុស្សដែលគេហៅថាមានចិត្តនឹងណចាចង់ធ្វើអីគឺធ្វើតតែបានសម្រេចហើយចិត្តទូលាយណាចាតឥឡូវយើងមើលខ្សែដែលអាចឲ្យគាត់រកស៊ីបានចាខ្សែអាជីវកម្មរបស់គាត់នេះចានេះគេហៅខ្សែអាជីវកម្មចាខ្សែអាជីវកម្មរបស់គាត់នេះមិនសូវស្អាតទេចាមានដាច់កណាត់ច្រើននៅក្នុងអាយុខ្សែតែចាក៏មានខ្សែមួយជំនួយបែរជា2ចាខ្សែអាជីវកម្មរបស់គាត់មិនសូវស្អាតតែយើងពិនិត្យមើលណាចាខ្សែនៅក្រោមកូនដៃរបស់គាត់នេះគេហៅថាខ្សែវោហាសាស្ត្រចាជំនាញខាងវោហាសាស្ត្រគឺជំនាញនៅខាងនិយាយអញ្ចឹងទោះបីជាខ្សែអាជីវកម្មមិនសូវល្អតែអ្នកដែលមានចាខ្សែវោហាសាស្ត្រនៅក្រោមចាកូនដៃនេះប្រៀបដូចជាមនុស្សដែលមានស្នេហ៍នៅនឹងមាត់អញ្ចឹងចាអញ្ចឹងចំណាំមើលខ្លួនឯងអ្នកដែលមានខ្សែបែបនេះគឺមិនចាំបាច់ទៅចាបញ្ចុកស្នេហ៍ចាសារការសន្លឹកមាសអីដាក់ក្នុងមាត់ទេគឺមានស្នេហ៍ចេញពីមាត់ពីកំណើតតែម្ដងគឺមានន័យថាមនុស្សដែលប្រកែកចរចារាល់ការនិយាយស្ដីអីគឺមានគេចូលចិត្តអាណិតស្រឡាញ់ច្រើនចារាល់ការចរចាគម្រោងតូចធំតែបានសម្រេចទោះបីជាខ្លួនមានឋានៈតូចទាបជាងគេទៅចរចាជាមួយអ្នកធំក៏គេស្ដាប់យើងដែរអញ្ចឹងបានគេហៅថាមនុស្សដែលមានស្នេហ៍ចេញពីមាត់ចាទោះបីជាខ្សែអាជីវកម្មមិនល្អតែអាចរកស៊ីបានចាដោយសារតែគាត់មានខ្សែវោហាសាស្ត្រមកយោងណាមួយទៀតដូចខ្ញុំបញ្ជាក់ពីមុនអញ្ចឹងម្ចាស់បាតដៃនេះគឺគាត់មានខ្សែបងចាស់គាត់ជួយច្រើនមែនទែនព្រមទាំងខ្សែឋានន្តរស័ក្តិអីគាត់មានអញ្ចឹងមានន័យថាគាត់រកស៊ីក៏បានចាធ្វើមន្ត្រីរាជការក៏ល្អដូចគ្នានិយាយរួមគឺគេមានបងចាស់មកជួយច្រើនជាមួយនឹងចាគេហៅថាខ្សែរស័យរបស់គាត់ណាចាគឺខ្សែតសៃឈាមរបស់គាត់គឺរត់ស្របជាមួយនឹងខ្សែសំណាងរបស់គាត់ស្របជាមួយនឹងខ្សែវាសនារបស់គាត់ទាំងអស់ដែលមានលើបាតដៃបែបហ្នឹងហើយគេហៅថាដៃមនុស្សដែលមានរស័យណាចាមានរស័យខ្ពស់មិនងាយនឹងធ្លាក់រស័យណាច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរស់ស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសម្ដែងថារឿងបាបកម្មហ្នឹងធ្វើឲ្យរត់ណាក៏រត់មករួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបនឹងតាមឲ្យផលផ្ទាល់តែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំពីសម្ពងអាហ្នឹងទើបមិនសូវធ្ងន់ណាតែម្ចាស់កម្មពីរបស់យើងជាអ្នកណាដែរម្ចាស់កម្មពីជាអ្នកណាបើយើងដឹងហើយភ័យតែម្ដងគឺយើងខ្លួនយើងនឹងហើយដែលជាម្ចាស់កម្មនិងម្ចាស់ពីរបស់ខ្លួនឯងយើងនឹងបញ្ជូនកម្មឲ្យខ្លួនឯងបើយើងរក្សាសិល5បរិបូរណ៍ហើយ